ในទាំងអស់គ្នាដែលមានឆ្ងល់អត់ប្រសិនបើនៅថ្ងៃមួយប្រទេសនៅក្នុងសមាជិកអាស៊ានទាំងអស់បានរួបរวมគ្នាទៅជាប្រទេសតែមួយតើវានឹងទៅជាយ៉ាងណាដោយដែលយើងបានដឹងរួចមកហើយថាអាស៊ានគឺមាន10ប្រទេសជាសមាជិកហើយប្រសិនបើយើងរួបរวมគ្នាទៅជាប្រទេសតែមួយមែននោះប្រទេសអាស៊ានរបស់យើងនឹងមានចំនួនប្រជាជនសរុប662លាននាក់ហើយយើងនឹងក្លាយជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេលំដាប់ថ្នាក់លេខ3នៅលើពិភពលោកបន្ទាប់ពីចិននិងឥណ្ឌាចំពោះសេដ្ឋកិច្ចវិញគឺយើងមាន GDP សរុបប្រមាណជា 3.2 trillion ដុល្លារដែលនេះគឺធំជាងគេលំដាប់លេខរៀងទី7បន្ទាប់ពីសហរដ្ឋអាមេរិកចិនជប៉ុនអាល្លឺម៉ង់អង់គ្លេសនិងឥណ្ឌាមិនត្រឹមតែប៉ុណ្្នឹងទេអ្នកនរគ្នាប្រទេសអាស៊ានរបស់យើងនឹងមានវប្បធម៌ចម្រុះនិងភាសាយ៉ាងសម្បូរបែបចំណែកឯប្រទេសកម្ពុជារបស់យើងគឺលែងក្លាយជាប្រទេសទៀតហើយពោលគឺជារដ្ឋមួយនៅក្នុងប្រទេសអាស៊ានជាចុងក្រោយនេះខ្ញុំសូមសួរមួយតើប្រទេសទីម៉ូខាងកើតបានក្លាយជាសមាជិកអាស៊ានពេញលេញហើយឬនៅតែបើយោងតាមការស្រាវជ្រាវរបស់ខ្ញុំប្រទេសទីម៉ូខាងកើតអាចនឹងចូលជាផ្លូវការនៅក្នុងឆ្នាំ2025នេះ